សួស្តីបងប្អូនទាំងអស់គ្នានិយាយពីថារឿងជំនាញលុញខ្ញុំធ្វើនំកញ្ឆាយរបៀបខ្ញុំធ្វើគឺខ្ញុំប្រើម្សៅ3ប្រភេទហើយនេះជាម៉ាកម្សៅដែលខ្ញុំប្រើផុសចិនណាគឺមានម្សៅអង្គរខ្សាយ1ខាប់ម្សៅឆា1ខាប់ម្សៅអង្គរត្នោត1ខាប់អំបិលបន្តិចប្រេងឆា1ស្លាបព្រាបាយច្បល់ចូលគ្នាចឹងហើយដាក់ទឹកក្តៅត្រូវតែដាំពុះលើចក្រានខុកណាបងប្អូនដាក់1វែកសិនច្បល់ម្សៅហើយដាក់2វែកច្បល់ម្សៅទៀតកុំដាក់ម្ដងទាំងអស់ដាក់ម្ដងតិចទឹកក្តៅណាឥឡូវនេះខ្ញុំដាក់3វែកអញ្ចឹងខ្ញុំច្បល់មើលម្សៅហ្នឹងខ្ញុំអត់ទាន់ដាក់ថែមទេឥឡូវខ្ញុំវាល់ឲ្យបងប្អូនមើល3វែកហ្នឹងវាស្មើទឹក250មីលីលីត្រអញ្ចឹងមើលតែម្សៅហ្នឹងវារៀងលែងទៅក្តៅហើយយើងច្បាច់ដៃទៅបើបងប្អូនមានម៉ាស៊ីនប្រើម៉ាស៊ីនទៅខ្ញុំខ្ជិលទាញម៉ាស៊ីនណាបងប្អូនច្បាច់តែមួយផ្លែហ្នឹងអញ្ចឹងច្បាច់ធ្វើម៉េចឲ្យម្សៅហ្នឹងឡើងទន់រលោងអត់ជាប់ដៃផ្លេកផ្លាតាបងប្អូនដាក់ទឹកម្ដងច្រើនទាំងអស់ទៅពិបាកលៃលកណាអញ្ចឹងម្សៅដែលខ្ញុំចង់បានប៉ុណ្ណេះបន្ទាប់មកខ្ញុំដាក់ប្រេងឆាប្រហែលជាមួយស្លាបព្រាបាយទៀតចូលក្នុងម្សៅហើយច្បាច់វាចាបងប្អូនកាលណាយើងដាក់ប្រេងឆាថែមធ្វើឲ្យនំយើងទន់ហើយពេលយើងចំហុយទៅឡើងរលោងហើយក្នុង3ខាប់ហ្នឹងខ្ញុំធ្វើតែ8នំទេអញ្ចឹងបងប្អូនលៃលកមើលថាចង់បាននំប្រមាណ8ឬមួយ10អីតាមបងប្អូនទេតូចឬធំចំពោះរបៀបលុញដាក់ឆាយវិញបងប្អូនខ្ញុំមិនសូវជាប៉ាកែទេខ្ញុំមិនសូវធ្វើនំប៉ាវដោយសារខ្ញុំមិនសូវប៉ាកែខ្ចប់អានំប៉ាវនំអីហ្នឹងទេបងប្អូននិយាយមែនអញ្ចឹងបងប្អូនលុញយ៉ាងម៉េចលុញទៅឲ្យតែបានស្អាតទៅហើយចំហុយពេលបងប្អូនដាក់ចំហុយកុំបើកភ្លើងខ្លាំងពេកចំហុយបើកឆ្នាំងនឹងឲ្យក្តៅហើយចាំយើងដាក់ចំហុយមើលតែល្មម5-10នាទី20នាទីគឺឆ្អិនហើយបើកភ្លើងមកល្មមបានហើយនៅពេលដែលឆ្អិនហើយបងប្អូនចង់ដាក់ color ពីលើអីដូចនៅស្រុកខ្មែររៀងក្រហមហើយបញ្ជាក់មួយទៀតវីដេអូរបៀបឆាកញ្ឆាយខ្ញុំបានចេញឲ្យបងប្អូនរកអត់ឃើញទេចាំខ្ញុំផុសជូនបងប្អូនមើលម្ដងទៀតណាចឹងបងប្អូននេះឆ្ងាញ់ប៉ុន្តែកញ្ឆាយខ្ញុំហ្នឹងរសជាតិរៀងស្រួយខ្ញុំអត់សូវចូលចិត្តកញ្ឆាយទុនទេខ្ញុំចូលចិត្តពេលដែលវាចៀនទៅធ្វើឲ្យវាឡើងស្រួយអានឹងបានខ្ញុំចូលចិត្តចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនសូមជម្រាបលាមានការខុសឆ្គងត្រង់កន្លែងណាមួយសូមអធិស្ឋានពីម៉ែសវណ្ណនៅប្រទេសអង់គ្លេស